ជំរាបសួរបាទខ្ញុំមិនប្រកែកនិយាយទេប៉ុន្តែគ្រាន់តែចង់ផ្ដាំសារចេញពីចិត្តកាលពិតទៅខ្ញុំតែងតែគិតអំពីកាតព្វកិច្ចចង់ជួយជាតិគឺឃើញស្នាដៃល្អៗពីពីបុរសខ្មែរយើងជាច្រើនកាលពីមុនសម័យកាលដ៏យូរលង់ក៏ដោយសម័យកាលនេះក៏ដោយមានបងប្អូនយើងជាច្រើនដែលគាត់មានការលះបង់ជួយជាតិក៏ប៉ុន្តែមើលមករូបខ្លួនឯងវិញគឺគ្មានអីសោះចាប់តាំងពីកើតមករហូតដល់ឥឡូវហ្នឹងគឺគ្មានបានបន្សល់នៅស្នាដៃទេដំណើរអីសោះជូនដល់ក្មេងជំនាន់ក្រោយហើយលើកនេះខ្ញុំក៏តាំងចិត្តមកធ្វើអ្វីមួយទៅតាមលទ្ធភាពដែលអាចធ្វើបានដើម្បីចែកជូនក៏ប៉ុន្តែអ្វីដែលសំខាន់គឺខ្ញុំមានលទ្ធភាពត្រឹមនឹងបានតែប៉ុណ្្នឹងសម្រាប់បន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយគឺចំណេះដឹងខ្ញុំតិចតួចហ្នឹងហើយក៏បានសម្រេចចិត្តថាជប់ខ្មាស់អៀនក្នុងការបញ្ចេញមុខទៅលើបណ្ដាញ social media ហើយក៏សម្រេចចិត្តបង្រៀនចែករំលែកចំណេះដឹងតិចតួចដែលមាននឹងជូនដល់កូនជំនាន់ក្រោយប្រសិនបើអ្នកទាំងអស់គ្នាទទួលបានតិចតួចក៏ប្រសើរយ៉ាងហោចណាស់ខ្ញុំបានចែករំលែកជូនទៅដល់ហើយមួយវិញទៀតក៏ជាក្តីប្រាថ្នាចុងក្រោយថាមុននឹងស្លាប់ទៅក៏បានបន្សល់ជាសមិទ្ធផលតិចតួចជូនដល់កូនចៅជំនាន់ក្រោយបាទគ្មានអ្វីទេបាទមានតែប៉ុណ្្នេះបាទសូមអរគុណបាទប្រសិនបើមានការខុសឆ្គងអីសូមមេត្តាខន្តីអភ័យទោសផងបាទព្រោះអីអានឹងគឺជាសារជាវិចិត្រដើម្បីចែករំលែកជូនកូនចៅជំនាន់ក្រោយក៏ទុកជាអនុស្សាវរីយ៍មុននឹងអេតិភិក្ខវន្តាំ